នឹងពីរបៀបដាក់ទីតាំងរបស់អ្នកនរគ្នានៅក្នុង Google Maps សម្រាប់ម្ចាស់អាជីវកម្មដែលចាំបើអាជីវកម្មឬក៏ដូរទីតាំងអីក៏ដោយសម្រាប់អ្នកដែលដឹងពីរបៀបថាដាក់ទីតាំងនៅក្នុង Google Maps វាមិនតោះមកមើលវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបដាក់ទីតាំងងាយស្រួលនិងតាមលំដាប់លំដោយអូខេអញ្ចឹងជាដំបូងអ្នកនរគ្នាត្រូវចូលមកក្នុង Google Maps មកហើយអានេះជាក់ស្ដែងគឺអានេះជាហាងរបស់ខ្ញុំដែលខ្ញុំបានធ្វើការដាក់វារួចរាល់ហើយអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ទៅចោះអញ្ចឹងឧទាហរណ៍ថាទីតាំងរបស់អ្នកនរគ្នានៅណាអ្នកនរគ្នាអាចប្រាប់ឬក៏ជា link អីពីទីតាំងរបស់អ្នកនរគ្នាផ្ទាល់មកក៏បានដែរតែខ្ញុំឧទាហរណ៍ថាខ្ញុំ drop នៅកន្លែងផ្លូវណាមួយចុះអានេះជាឧទាហរណ៍ថាជាទីតាំងរបស់អ្នកនរគ្នាចុះអូខេអញ្ចឹងអ្នកនរគ្នានឹងឃើញបែបហ្នឹងហើយអញ្ចឹងអ្នកនរគ្នាក៏ចុចមកអញ្ចឹងវា load ទៅទីតាំងហ្នឹងហើយអញ្ចឹងបើសម្រាប់អ្នកនរគ្នាដែលមានទីតាំងនឹងស្រាប់ហើយអ្នកនរគ្នាគ្រាន់តែធ្វើការ copy link មកវានឹង load មកបែបហ្នឹងអញ្ចឹងអ្នកនរគ្នានេះចុចទៅកន្លែងពាក្យថា add a missing place អ្នកនរគ្នាគាត់ចុចមកហ្នឹងមកបន្តមកអ្នកនរគ្នាដាក់ឈ្មោះអាជីវកម្មរបស់អ្នកនរគ្នាទៅហើយខ្ញុំឧទាហរណ៍ថាដាក់ឈ្មោះថាឧទាហរណ៍ឈ្មោះហ្នឹងចុះបន្តមក category នេះអញ្ចឹងប្រភេទ category ហ្នឹងគឺជាប្រភេទអាជីវកម្មបែបណាអញ្ចឹងយើង phone accessory យើងវាយមក phone accessory មកបាទ yes phone accessory store yep បន្តមកអ្នកនរគ្នាកុំតណាធ្វើការ edit អីផ្សេងអ្នកនរគ្នាគាត់ធ្វើការ submit ទៅវាទៅអូខេអញ្ចឹងសម្រាប់ការ submit នេះអាចនឹងវាធ្វើការរៀងលឿនឬក៏យឺតទៅតាមនឹងអញ្ចឹងណាអញ្ចឹងក្នុងករណីបើវាធ្វើការលឿនអញ្ចឹងក្នុងករណី48ម៉ោងវានឹង load mail មកមួយមកឲ្យអ្នកនរគ្នាឥឡូវខ្ញុំឧទាហរណ៍ថាជាក់ស្ដែងនេះគឺជាពេលដែលខ្ញុំ request ធ្វើការ map របស់ខ្ញុំហ្នឹងគឺវានឹង load accept មកបែបនេះអញ្ចឹងបើយើងចង់ធ្វើការ edit អីបន្ថែមសម្រាប់ម៉ោងបើកម៉ោងបិទឬក៏រូបភាពអីបន្ថែមអ្នកនរគ្នាគាត់ចូលអាកន្លែង edit នេះមកនេះអញ្ចឹងអានេះដូចជាហាងរបស់ខ្ញុំមិញខ្ញុំធ្វើការស្នើសុំដាក់រូបភាពអីចឹងណាអញ្ចឹងយើងគាត់ចុចទៅលើ suggest edit នេះមកអញ្ចឹងចង់ដាក់ម៉ោងបើកចេញចូលឬក៏លេខទូរស័ព្ទអីយើងដាក់តាមនោះមកអញ្ចឹងកុំភ្លេចជួយ like share និង follow ដើម្បីទទួលបាន tip ថ្មីៗបន្ថែមទៀត